ការផ្លាស់ប្ដូរម៉ាស៊ីន iPhone បាទនៅតែជាជម្រើសទី1ព្រោះ iCloud ឥឡូវដោះអត់បានបងប្អូនហើយទាំងអស់នេះគឺបាទអតិថិជនគាត់យកមកផ្លាស់ប្ដូរម៉ាស៊ីនបាទយើងទទួលបានព្រមគ្នារហូតដល់2ដើម14 Pro Max មួយដើមបាទហើយនឹង15 Pro Max មួយដើមបាទសុទ្ធតែស៊េរីខ្ពស់បន្ទាប់ទៀតបាទគឺ iPhone 12 Pro តូចបាទក៏យកមកផ្លាស់ប្ដូរម៉ាស៊ីនដែរហើយពេលខ្លះម៉ាស៊ីនខូចបាទជួសជុលអត់កើតអីអតិថិជនក៏គាត់យកមកផ្លាស់ប្ដូរម៉ាស៊ីនដូចគ្នាបាទ iPhone 11ដូរម៉ាស៊ីនហើយដូរកញ្ចក់ក្នុងក្រោយហើយតើតោះនឹងការងារជួសជុលបងប្អូនឃើញស្រាប់ហើយគឺយើងទទួលបានច្រើនមែនទែនបាទពីមួយថ្ងៃទៅមួយថ្ងៃហើយសុទ្ធសឹងតែស៊េរីបាទខ្ពស់បាទភាគច្រើនហ្នឹងគឺ iPhone តែម្ដង13 Pro Max ផ្លាស់ប្ដូរថ្មលើអំពែឲ្យដូរតួហ្នឹងហើយនេះក៏13 Pro Max ធ្លាក់មធ្យមបាទងំគឺចូលទឹកទៀតបាទចេញត្រឹមតែ logo ទេហើយ12 Pro Max បងប្អូនបញ្ហាឆ្លងហើយពណ៌មលុតបញ្ហាខូចថ្មហើយនឹងបែកកញ្ចក់ក្នុងក្រោយសម្រាប់ XS Max បាទក៏ខូចថ្មហើយនឹងបាទអតិថិជនគាត់យកមកដូរតួថ្មីហើយដោយឡែកបាទ Samsung Note 10 Plus បាទបញ្ហាគួរអេក្រង់បាទផ្លាស់ប្ដូរអេក្រង់បាទប្រភេទ2បាទប្រភេទអេក្រង់ OLED ជាប់តួបងប្អូនហើយនេះក៏ Note 10 Plus ដូចគ្នាបាទនេះដូរទាំងមុខបាទដូរទាំងខ្នងក្រោយផងដែរសម្រាប់ Samsung បាទ S8 Plus ក៏ផ្លាស់ប្ដូរអេក្រង់ដូរខ្នងហ្នឹងហើយ iPhone 11បាទបញ្ហាខូចថ្មហើយនឹងបែកកញ្ចក់ក្នុងក្រោយ iPhone X បញ្ហាខូច Touch បាទបែកខ្នងក្រោយដូចគ្នាសម្រាប់11 Pro Max បាទបញ្ហាស្ទើរថ្មខ្លាំងបាទអតិថិជនគាត់ដូរតួផងដែរបាទយកពណ៌មាសហើយនឹង Vivo V20 បាទហើយ OnePlus 6T បាទផ្លាស់ប្ដូរអេក្រង់